Hello អ្នកគ្នាវីដេអូនេះខ្ញុំបង្ហាញពីការដកលុយចេញពីកម្មវិធី Handygan ក៏ដូចជាកម្មវិធីដែលយើងរកលុយបាននៅលើទូរស័ព្ទដៃតាមរយៈការប្រើប្រាស់អ៊ីនធឺណិតរបស់យើងពីប្រៀបដូចនឹងឃ្មុំកំពុងតែរកទឹកដើម្បីដាក់បញ្ចូលនៅក្នុងផ្លិតបាទរាល់ការប្រើប្រាស់អ៊ីនធឺណិតរបស់យើងបាទក្នុងការលេង Facebook មើល YouTube ឬយើងធ្វើអីក៏ដោយនៅលើទូរស័ព្ទដៃរបស់យើងនឹងឲ្យតែយើងប្រើអ៊ីនធឺណិតគឺយើងនឹងអាចទទួលបានប្រាក់ចំណូលបន្ទាប់បន្សំតូចមកវិញបាទអញ្ចឹងនេះគឺខ្ញុំរកបានខ្ទង់30បងប្អូន30កាក់ GMPT ដោយសារកម្មវិធី Handygan គឺយើងធ្វើការ connect ភ្ជាប់ជាមួយនឹងGMPT website ឬមួយហៅថាចាំថា website ហ្នឹងដើម្បីធ្វើការដកលុយហើយ Handygan យើងអាចធ្វើការដកលុយបានតាមរយៈ PayPal ដែរសម្រាប់យើងបើកមុខងារនៅត្រង់នេះដែលយើងយកមុខងារ Handygan អញ្ចឹងគឺយើងអាចដកលុយបានតាមរយៈ PayPal តែយើងដកចាប់ពី$20ឡើងសម្រាប់ប្រតិបត្តិការនៃការដកលុយតាម PayPal អញ្ចឹងសម្រាប់ការដែលអ្នកគ្នាចង់ដកលុយតាមរយៈ GMPT យើងត្រូវបើក Handygan នេះចុចបើកវាដើម្បីឲ្យវា enable ទៅលើមុខងារចាំថានេះវាបាន bonus បូក 10% បន្ថែមអញ្ចឹងយើងអាចបើកមុខងារនេះគឺអត្ថប្រយោជន៍របស់វាគឺវាស្រួលក្នុងការដកលុយយើងអាចរកបានត្រឹមតែ50សេនអីគឺយើងអាចដកបានទេអញ្ចឹង website នេះខ្ញុំដកពីវាសរុបវាខ្ទង់5-600អ្នកគ្នាព្រោះខ្ញុំលេងច្រើនឆ្នាំហើយបាទ 4-5 ឆ្នាំហើយអញ្ចឹងនេះគឺជាការបង្ហាញពីការដកលុយរបស់ខ្ញុំម្ដងទៀតដើម្បីបង្ហាញទៅកាន់មិត្តភ័ក្តិអរគ្នាយ៉ាងណាមិញសម្រាប់បងប្អូនដែលគាត់ចង់ចេះរកលុយជាមួយកម្មវិធីនេះបាទខ្ញុំមានវីដេអូបង្ហាញឲ្យស្រាប់ឬមួយក៏អ្នកគេអាចទៅមើលវីដេអូចាស់នៅលើ YouTube Channel របស់ខ្ញុំបាទខ្ញុំមានបង្ហាញពីរបៀបនឹងការចុះឈ្មោះរកលុយជាមួយនឹងកម្មវិធី Handygan នឹងដែលការបង្ហាញរបស់ខ្ញុំភាគច្រើនខ្ញុំបង្ហាញក្នុងការ connect ភ្ជាប់ជាមួយនឹងចាំថា wallet ដើម្បីយើងងាយស្រួលដកលុយដោយសារវាជា wallet របស់កម្មវិធី Handygan នឹងតែម្ដងអញ្ចឹងយើងភ្ជាប់មួយចាំថាទៅនៅពេលដែលយើង earning បានពី Handygan ហ្នឹងគឺយើងនឹងឃើញចំនួនទឹកលុយរបស់យើងបាទលោតនៅលើចាំថានឹងថាយើងបានប្រមាណតែម្ដងអញ្ចឹងនេះគឺខ្ញុំបាន 0.30 បាទកាក់ចាំថាដែលវាស្មើនឹងលុយដុល្លារហ្នឹងគឺ$22.34សេនកាក់ហ្នឹងពីដំបូងឡើយវាចាញ់ដំបូងគឺមួយកាក់ដូចជាតម្លៃ2រៀលជាងតែឥឡូវគឺនៅអត់ដល់មួយកាក់1រៀលទេអ្នកគ្នាដោយសារវាធ្លាក់ថ្លៃមែនតើអញ្ចឹងវានៅសល់ចំនួនកាក់ហ្នឹងគឺ30កាក់ហ្នឹងបានតែ22រៀលជាងទេបាទអញ្ចឹងនៅក្នុង website ចាំថាហ្នឹងក៏យើងអាចមានមុខងាររកលុយផ្សេងទៀតដែរគឺដូចជាយើងទៅ follow ទៅលើ tweet របស់គេបាទហ្នឹងហើយគឺដូចជា follow មួយ tweet នេះយើងបាន5សេនហើយមួយ tweet នេះយើងបាន2សេនអីចឹងណាបាទហើយធ្វើ task ទៅលើ Google ហើយវាមាន follow ទៅលើ Instagram គេអីចឹងណាបាទបាន4សេនហើយនេះមើលវីដេអូ YouTube គេបាន2សេនទៀតចឹងទៅណាវាមានមុខងាររកលុយប្រចាំនៅក្នុងនឹងផងដែរអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្ហាញអ្នកគ្នាពីរបៀបនឹងការដកលុយហ្មងទៅដោយសារយើងភ្ជាប់ពី Handygan មកកម្មវិធីចាំថា website ឬមួយក៏ចាំថា wallet ហ្នឹងតែចាំថា wallet ហ្នឹងនៅពេលដែលយើងបង្កើតចាំថា wallet គឺយើងភ្ជាប់វាជាមួយនឹងBinance Web3 អ្នកគ្នាអញ្ចឹងយើងភ្ជាប់ជាមួយនឹង Binance Wallet Web3 របស់យើងតែដល់យើងស្នើសុំដកពីចាំថាទៅគឺវានឹងអូតូលុយបាញ់ទៅកាន់ Binance Web3 របស់យើងហ្នឹងអញ្ចឹងខ្ញុំដកតែម្ដងពេលកន្លែងដកយើងចុចត្រង់នេះមកហើយកន្លែងចុចដកលុយយើងចុចកន្លែង PayI នេះមកនេះទៅវាដកចូលទៅក្នុង Binance របស់យើងហើយ Binance Web3 យើង connect វាមួយនឹង Binance Web3 អញ្ចឹងយើងចុច PayI នឹងមកហើយបន្ទាប់មកយើងរើស network ដែលវា recommend មក BSC ហ្នឹងដោយសារប្រើ network របស់ Binance Smart Chain អញ្ចឹងយើងចុចយកហ្នឹងមកហើយយើងចុច PayI នៅត្រង់នេះមកអូខេអញ្ចឹងវា process ហើយវាត្រូវ server in process អញ្ចឹងយើងរងចាំទៅលុយយើងនឹងចូលទៅកាន់ Binance Web3 របស់យើងហើយបាទ
ចឹងប្រវត្តិការដកលុយរបស់យើងអាចមើលកន្លែងសញ្ញាកណ្ដឹងហ្នឹងក៏វាលោតប្រាប់ដែរនេះដែលគេដាក់ថា pay out to wallet បាទ complete ចឹងយើងបានស្នើសុំដកចំនួន30កាក់ហ្នឹង complete ចឹង transaction ដែលខ្ញុំដកពីមុនអ្នកគ្នាឃើញនេះបាទខ្ញុំដកនេះ33កាក់ជា MPT 31ជា MPT 30ជា MPT ហើយខ្ញុំធ្លាប់ដកច្រើនទៀតណាបាទនេះពីមុនខ្ញុំដកច្រើនដែរណាហើយដូចខ្ញុំនិយាយចឹងកម្មវិធីខ្ញុំដកខ្ទង់4-500ដុល្លារហើយបាទវាខ្ញុំប្រឡែងវា4-5ឆ្នាំហើយហ្នឹងបាទចឹងវាដកលុយបានពិតអញ្ចឹងយើងទៅមើលលុយនៅលើ Binance Web3 តែឃើញមកនៅនេះលុយលោតមកនេះកាក់ជា MPT គឺ30.08ជា MPT ហ្នឹងវាបាន$22.32 សេនបាទនេះគឺជារបៀបនឹងការដកលុយចេញពីចាំថា wallet ដែលយើងរកបានពីកម្មវិធី Honeycan